ដោយការអនុគ្រោះអំពីញាតិញោមជាពុទ្ធបរិស័ទហ្នឹងក៏ចេះតែបានដង្ហែដង្ហមអមដំណើរក្នុងការសន្សំបុណ្យកុសលផ្នែកជីវរទានហ្នឹងអនុគ្រោះប្រសង់ក្រៃលែងណាញាតិញោមជាពុទ្ធបរិស័ទការដែលញាតិញោមបានធ្វើហ្នឹងក៏អនុគ្រោះដល់ពុទ្ធដីការបស់ព្រះអង្គអនុញ្ញាតអនុជាមិភិក្ខវេវសង្ឃកថេណានង្វោបញ្ញកັບបេសន្តិអេនឹងមកហោហែភិក្ខុណាដែលគង់ចាំព្រះវស្សាអស់3ខែមិនដាច់នឹងភិក្ខុនោះអាចទទួលក្រាលក្រងនៅកឋិនទាយុកឋិនទាយកាកឋិនឧបាសកកឋិនឧបាសិកាបានហើយសម្រេចនៅអានិសង្ស5នឹងដោយបតីអនុគ្រោះរបស់ព្រះសម្មាសម្ពុទ្ធនឹងព្រះអង្គសម្ដែងដោយន័យថាអនុគ្រោះញាតិញោមក៏អនុគ្រោះចំពោះព្រះសង្ឃដែរមានស្បង់ស្បៃត្រៃជីវរខំប្រឹងប្រែងធ្វើទានជឿសទ្ធាយៈទានណាំងតេតិឲ្យទានដោយសទ្ធាណាហត្ថេទានណាំងតេតិឲ្យទានដោយដៃខ្លួនឯងលើកទូលទៀតត្រៃនឹងបានមកនឹងទិញពីផ្សារមកនឹងខ្ចប់ស្អាតដាក់លើក្បាលតនេកតម្រាំទៅដល់ថ្ងៃហែថ្វាយអង្គមផងទៀតញាតិញោមខ្លះចេញថ្វាយអង្គមចូលថ្វាយអង្គមបាញ់ទឹកអប់ទៀតមែនទេញាតិញោមដោយសារជ្រះថ្លាណាស់ក្នុងកឋិនទានហ្នឹងឲ្យទានដោយដៃខ្លួនឯងហើយសកច្ចੰទានណាំងតេតិឲ្យទានដោយសេចក្តីគោរពក្នុងទេយធម៌ផងគោរពក្នុងបដិគិអកៈផងណាញាតិញោមយកទៅហែទៅអីដាក់ធ្វើទៅលើក្បាលសក់កវាផ្កាមរុំរួចខែភ្ជុំមណានៃជាមួយឆយ៉ាំនឹងចេះតែដើរទៅបន្លំកាច់រៀងតាមឆយ៉ាំខ្លះអីខ្លះហ្នឹងហើយសបាយចិត្តរីករាយណាទូលលើក្បាលណាដាក់លើក្បាលទូលទៅគោរពក្នុងទេយធម៌ទេយទានហ្នឹងក្នុងការឲ្យតម្លៃនៃទេយធម៌ទេយទានហ្នឹងធ្វើឲ្យញាតិញោមពុទ្ធបរិស័ទហ្នឹងបានបញ្ញាច្រើននិងបានអានិសង្សច្រើនណាសកច្ចੰទានណាំងតេតិហ្នឹងឲ្យទានដោយសេចក្តីគោរពទាំងទេយធម៌គោរពទាំងបដិគិអកៈញាតិញោមដឹងហើយព្រះអង្គគ្រូសិនដាវីលោករតនីមកថាកឋិនហ្នឹងតែស្បង់មួយកឋិនណាជីវរមួយកឋិនណាសង្ឃក្តីមួយកឋិនណាប៉ុន្តែចិត្តយើងវាមិនអស់ចិត្តទេបានជីវរនឹងមកហើយបានស្បង់នឹងមកហើយបានសង្ឃក្តីនឹងមកហើយនឹងដាក់នៅលើជើងពៀនមែនញាតិញោមដាក់លើជើងពៀនហើយដាក់ប្រអប់ទៀតដាក់ប្រអប់ហើយដាក់គម្របត្រៃទៀតហើយថែមផ្កាឈូកមកគូទៀតផងណាអាហ្នឹងហៅថាគោរពនឹងគោរពចំពោះទេយធម៌ហ្នឹងធ្វើឲ្យស្អាតធ្វើឲ្យល្អហ្នឹងដែលពុទ្ធបរិស័ទញោមញាតហ្នឹងដឹងផល្លាអានិសង្សហ្នឹងទី3អនុកហចិត្តតាំងទានណាំងតេតិឲ្យទានដោយចិត្តអនុគ្រោះបើញាតិញោមអត់ហែទេព្រះអង្គគ្រូព្រះលិខិតវង្សាអត់ដឹកនាំហែទេញាតិញោមក៏មិនបានទៅស្គាល់វត្តនៅព្រំដែនហ្នឹងមែនញាតិញោមណាហើយទី2ទៀតដោយចិត្តអនុគ្រោះក៏ល្បត់ដែលបួសក្នុងពុទ្ធសាសនាព្រះអង្គគ្រូព្រះវិមលសារណញាណច័ន្ទវិសាលដឹកនាំកសាងវត្តបរិញ្ញាស័យពហិផងកុដផងទាំងអាពាតទាំងឈឺពិការជើងផងហើយបួសតាំងតែពីតូចមកញាតិញោមតាំងតែពីមិនទាន់ពេញកំឡោះមកនៅចាំវត្តចាំវាអារាមកសាងគួរឲ្យជ្រះថ្លាគួរឲ្យរីករាយណាស់គួរឲ្យគោរពនៅគុណធម៌របស់ព្រះសង្ឃ
để cuồng này lẹ băng phiếp cầm lót nhiệt nhôm bột bò thì sạt đạp bàn ấy nhiệt nhôm nâng nụ cua đôi bỏ ông tha mà lo bờ tại tha cốt nụ nhạt cả thân tha là cách bị khổ chẳng xàm sập rụng nâng lục ớt lùm bá đôi rụng riêng cai ớt lùm bá đôi chỉ vô ớt lùm bá đôi ở hạ bên ở bát đấy chẳng ban bỏ ông sầm đành ai bị khổ nâng nụ nhạt tìm môi Sama tiên là cha rau nè đây Sama tiên là cha rau từ na mình bạch lia bị khổ hong khné bạch vô trai chỉ vô bay từ tam cả nạ phôi chẩn năng chăn cả nạ phôi chuôn ban rương chăn cả nạ phôi chuôn ban á nhiệt nhôm bột bò đi sạt mơ bỏ ọt an đi xong cái thân đấy trong chăn ọt ban đấy hay clean á clean bùng tia cốn miền hiên tha bùng tia cốn này ná tha crop khảo nhôm nhôm tha crop khảo hay đó là nhôm quật lư tha crop khảo quật từ nè lướng tinh khảo móc khoe sạch hộp hay còn sinh ngào crop vô mà bạc kền yên nhôm thấy con mà đó con thoai cung lùm cha trong chăn crop khao cả na lư tam bật chịu lấy khao ba nói tình một bị nạ lương khoe sạch ôi côn gì ở hải tục crop ngào màu đậm bờ thiệt phong thma đây về cụ ơi yên nhôm hay đó là con ngao máu dương mình dây ọt cả thật po hay con chăm mơ là chăn ọt crop khảo nâng nên là lột xua tới thà mấy tới crop khảo nâng thà ông mai crop khảo nâng lột sầm đai đó buông tia con chẳng buông tia khốn là nâng là hay ai lang tinh đọc crop màu tê prap tiên đó thà ai vô crop khao để cun chẳng bàn ôi quạt đằng ai bài buông tia cô này hay từ mau dần mấy chụp bút chương đua bay chặt đọc crop ngõ đó ót tiết vô mà ơi nhôm yên nhôm nè nhiệt nhóm chơi từ sao tới mà ngay sao tới lục ta mà ông nó lục liền buộc cô tật vào học ấy xua nhôm vọt thay nhôm mà năng say nó cả đập vậy ấy bây ngay cày máu lục trong chăn tiết nhôm mà cả đập chạy ngày muốn chinh ngành nhá ấy vì cọp chuôn nhôm nó để cọt vô là cả đạp chạy nó có ớt máu nhôm xế chạy bay nó vọt có cắp tích đó nhôm vô một ngao tật bay vô tật mũi nhôm hay lúc đai cả lăng là hột nhôm phơi nữa chết phơi vậy nhôm vậy nhôm cô ăn nát đấy nhôm nó nhiên nhôm mơ clean nó nhôm nè clean nè chẳng bàn nhôm mà kẹ hà ba giờ ca nhôm nhiệt na lục ai để lục men sự thiệp ở kênh chẳng hăn bẩn đất sục lục ở mà mơ khơi nè na nhôm chả thla na nhôm clean nó vẫn nỉ dây ọt chanh ấy nhôm bỏ sapa nó nhiệt nhôm thọp lư rương mạch che để dạ cao sẽ dạ sẽ thầy clean nôm bài nhôm mở clean làm cốt hay còn lôm phui hay nho ơi tạt đôi con sạt trời tật và pôn xua anh cốt này ọt này chứ có má này ọt này sao anh cao sậy mày về ai nhom từ tây Hà Nội sẽ thay cái chạ nôm bài chứ anh ơi chứ anh hay nôm bài nhiệt nhau mà clean nôm bài lần nhỏ luôn á nhiệt nhau mới hay sầm bạt sẽ thay nè miên đó nhôm
ហើយតម្រាំពួកអាត្មាញាតិញោមមើលកុំសត់ណាចឹងបានពុទ្ធដីការបស់ព្រះអង្គសម្ដែងហ្នឹងគណៈភោជនាំងណាញោមមុនឆាន់គណៈភោជនបានតាំងពីថ្ងៃដែលព្រះអង្គគ្រូទទួលក្រាលក្រមកឋិនហ្នឹងរហូតដល់ថ្ងៃ15កើតខែប្រគុណណាញោមនិមន្តឆាន់ចំឈ្មោះផាត់នំស្រស់នំក្រៀមអីបានទាំងអស់ប្រជាអាបត្តិញោមឃើញទេគឺជាសេចក្តីសុខនៅក្នុងសង្ឃព្រោះព្រះអង្គដឹងថាបើព្រះអង្គមិនអនុគ្រោះដល់សង្ឃទេអំឡោះអ្នកបួសនឹងស្បើយទៅហើយសំបីតែរាល់ថ្ងៃហ្នឹងញាតិញោមឃើញទេស្បើយទៅហើយអ្នកបួសហ្នឹងញាតិញោមតិចណាស់ហើយបួសសិតតែកូនអ្នកក្រទៅទៀតបួសហើយបើបានចៅអធិការហ្នឹងលោកយកចិត្តទុកដាក់លោកដឹកនាំរៀនលោកដឹកនាំសូត្រលោកស្រឡាញ់ដូចជាញាតិចេះតែបាននៅល្អល្អះជាមួយនឹងគ្នាទៅចៅអធិការខ្លះលោករវល់មិនបានទៅនេះអីអាឡ័យតែកិច្ចការងារស្អីស្អីលោកផ្សេងទៅបួសហើយមើលទៅដូចនៅតវត្តចាំតវត្តមិនដែលសឹកទៅឃើញទេចឹងបានកំសត់មែនទេណាញាតិញោមពុទ្ធបរិស័ទអញ្ចឹងបានការធ្វើរបស់ញាតិញោមពុទ្ធបរិស័ទនៅក្នុងថ្ងៃនេះមិនត្រឹមតែអនុគ្រោះដល់ពួកអាត្មាទេអនុគ្រោះដល់ពុទ្ធដីការបស់ព្រះអង្គដែលព្រះអង្គជាអ្នកបញ្ញត្តិផ្ទាល់ព្រះអង្គជាអ្នកបញ្ញត្តិហើយព្រះអង្គជាអ្នកពុទ្ធានុញ្ញាតដោយផ្ទាល់ដោយអំណាចនៃអានិសង្ឃកឋិននឹងឯងដែលសម្រាប់បុត្ររបស់ព្រះអង្គហើយទ្រទ្រង់នៅក្នុងប្រភ្នោះហ្នឹងឲ្យបាននៅក្នុងការគង់នៅជាសេចក្តីសុខញាតិញោមបានឱកាសពេលវេលាធ្វើកឋិនវត្តនេះកឋិនវត្តនោះមួយឆ្នាំបាន3-4កឋិនចូលកឋិនហែកឋិនអីទាំងអស់ចូលរួមដង្ហែអង្គកឋិនទានហ្នឹងដើម្បីជាការតបស្នងនៅពុទ្ធដីការបស់ព្រះអង្គដឹងគុណណាស់ពាក្យរបស់ព្រះអង្គនឹងអនុញ្ញាតហើយញាតិញោមក៏បានដឹងហើយអានិសង្ឃនៃកឋិនហ្នឹងមិនបាច់តលតែស្បង់ស្បែកត្រៃជីវរមួយទាំងមូលទេតែចេះព្រោះតែចេះហ្នឹងញាតិញោមដឹងហើយក៏បានផល្លាអានិសង្ឃច្រើនណាស់ញាតិញោមពុទ្ធបរិស័ទមិនបាច់និយាយដល់ទៅស្បង់អង្គកឋិនទាំងមូលដូចញាតិញោមចូលទេណាសំបីតែចេះសំបីតែអំបោះដែលញាតិញោមដាក់បូជាហ្នឹងក៏បានបន់ច្រើនណាស់ព្រះសម្មាសម្ពុទ្ធណាព្រះអង្គមុននឹងបានត្រាស់ហ្នឹងព្រះអង្គកើតជាកូនអ្នកក្រញាតិញោមពុទ្ធបរិស័ទហើយគេហែកឋិនគ្រប់គ្រេ